សូមជូនរឿងបំណែកបេះដូងភាគទី21មិនដល់ថ្នាក់នៅទេកុំក្បាលខូចពេកអាលអត់បងនៅតែឆាប់ខឹងងល់ច្រើនដដែលអ្នកណាប្រែឯងញាស់បងធ្វើអីបានខ្ញុំជាអ្នកខុសខ្ញុំសុំទោសអេឡិចសាន់អោបដៃបងស្រីដើរចូលទៅខាងក្នុងផ្ទះទាំងមុខញញឹមចំណែកឯអីវ៉ាន់ត្រូវបានអ្នកបម្រើជិះជួងទៅខាងលើអស់រលីងបងធ្វើម្ហូបច្រើនណាស់ឯងត្រូវតែញ៉ាំឲ្យអស់ហាមប្រកែកណាឥឡូវបងកើតជាមេផ្ទះហើយមែនទេបងធ្វើម្ហូបស្វាគមន៍ប្អូនប្រុសមកស្រុកកំណើតនឹងណានាងញញឹមកាន់ស្មាប្អូនប្រុសឲ្យទៅអង្គុយលើកៅអីក្នុងបន្ទប់អាហារដោយនាងតូចលើកអាហារដាក់លើតុទាំងញញឹមមានក្តីសុខបំផុតព្រោះមិនងាយបានជួបជុំប្អូនទេបងនិងបងថ្លៃយ៉ាងម៉េចហើយគាត់ទៅធ្វើការមិនមែនចង់ដឹងរឿងហ្នឹងទេរឿងបងជាមួយគាត់គេលើហ្វីលីបប្រាប់ថាបងស្រីមិនចង់រៀបការរកលេងពន្យាពេលរហូតទៅចង់ដឹងទំនាក់ទំនងពួកគេមានបញ្ហាអ្វីឬមានអ្វីជារនាំងឬអត់មិនឲ្យពួកគេបានរៀបការព្រោះហ្វីលីបតាមសុំស៊ូស៊ីរៀបការមក4ឆ្នាំហើយតែស៊ូស៊ីសុំពន្យាពេលរឿយនោះជាបញ្ហារបស់បងថ្លៃគេដែលត្រូវគិតធ្វើបែបណាសុំលូស៊ីរៀបការឲ្យបានសម្រេចពួកបងល្អនឹងគ្នាធម្មតាទេនាងញញឹមរៀបចំចានអាហារឲ្យគេរួចក៏អង្គុយទល់មុខអេឡិចសាន់មិនដាច់ឆ្លោះគ្នាទេមែនទេបារម្ភថាហ្វីលីបធ្វើបាបបងឬខ្លាចបងធ្វើបាបគាត់អេឡិចសាន់តបទាំងទឹកមុខស្ងួតលើកដៃចាប់សាព្រាដួសស៊ុបញ៉ាំលូស៊ីសម្លឹងបងប្អូនជាប់ក្នុងចិត្តជ្រួលច្របល់នាងក្តាប់ដៃជាប់រហូតបែកញើសការភ្នែកភ្លឺថ្លាពោពេញដោយការសប្បាយចិត្តមុននេះប្រែមកជាខ្សែភ្នែកពោពេញដោយការព្រួយបារម្ភទៅវិញហ្វីលីបប្រាប់អ្វីដល់ឯងមែនទេគាត់ថាតាមសំបងរៀបការ4ឆ្នាំហើយបងមិនយល់ព្រមយកលេងពន្យាពេលរហូតគាត់ក៏ចេះអន់ចិត្តដែរណាបងស្រីបងមានហេតុផលរបស់បងអញ្ចឹងប្រាប់គាត់ទៅឬក៏និយាយប្រាប់មិនបានពេលនេះនិយាយមិនបានទេណាហើយចុះសង្ឃឹមថាពួកបងនឹងដោះស្រាយគ្នាបានយ៉ាងឆាប់រហ័សព្រោះបងថ្លៃដូចជាញ័រខ្លួនចង់រៀបការជាមួយបងខ្លាំងណាស់បងដឹងហើយឆាប់ញ៉ាំទៅនាងញញឹមតិចដួសម្ហូបដាក់ចានប្អូនប្រុសកាប់ភ្នែកស្រស់ថ្លាជាងមុនសម្លឹងមើលអេឡិចសាន់ដោយរសាទឹកមុខញញឹមដោយមិនរលប់នាងតូចងាកមើលនាឡិកាឆ្លាស់គ្នានឹងមាត់បង្អួចទ្វារវិមានព្រោះល្ងាចនេះហ្វីលីបមកវិញយប់ជ្រៅបន្តិចយប់ស្ងាត់ជ្រងំម៉ោង11អាត្រៀនទៅហើយនៅជាន់ក្រោមក្នុងវិមាននៅតែបើកភ្លើងភ្លឺនៅឡើយម្ចាស់ស្រីក្នុងវិមានក្រងឈុតរាត្រីពណ៌សាច់អង្គុយលើសាឡុងកំពុងចាក់អំបោះធ្វើកន្សែងបង្គកក្បែរខ្លួននាងមានស្រីបម្រើចំណិតអង្គុយធ្វើកិច្ចការជាមួយខ្លួនដែរស្នាមញញឹមមានក្តីសុខលេចចេញពីផ្ទៃមុខនាងតូចញញឹមមិនរលត់ឡើយកាលដែលបានធ្វើការងារសម្រាប់មនុស្សជាទីស្រឡាញ់ម៉ោង11កន្លះហើយលោកជំទាវស្រីបម្រើដែលអង្គុយក្បែរបន្លឺសំឡេងដាស់ស្មារតីនាងតូចកំពុងភ្ជង់អារម្មណ៍ស៊ូស៊ីដែលខំសម្លឹងចាក់អំបោះចូលមកជុលទាំងយប់ជ្រៅនាងងួយគេងមែនទេមិនអីទេទៅសម្រាប់ចោះចាំខ្ញុំជាអ្នកបិទភ្លើងក៏បានដែរនាងរសាស្នាមញញឹមជាប់មិនរលប់អត់ទេលោកជំទាវនាងខ្ញុំបារម្ភថាលោកជំទាវនៅដល់យប់ប្រលប់បែបនេះអាចមិនស្រួលខ្លួនបានទៅថាបានចាមិនអីទេនាងញញឹមលឹបភ្នែកពេញចិត្តនឹងការចាក់កន្សែងបង្គកនេះណាស់នាងលួចធ្វើស្ងាត់មិនឲ្យហ្វីលីបដឹងខ្លាចគេបង្អាប់នាងទៅនាងលួចធ្វើទាល់តែរួចទៅប្រគល់ជូនគេជាកាដូនាងខ្ញុំស្ងើចសរសើរលោកជំទាវនិងលោកម្ចាស់ណាស់អ្នកទាំងពីរស្រឡាញ់គ្នាផ្អែមល្ហែមនឹងគ្នាណាស់ស្រីបម្រើញញឹមឡើងអឹមអៀនព្រោះរាល់ថ្ងៃចៅហ្វាយប្រុសនិងចៅហ្វាយស្រីតែងតែផ្អែមល្ហែមនឹងគ្នាជានិច្ចមិនដែលឆ្លោះគ្នាម្ដងណាទេ
សំបីតែសម្ដីតូចធំក៏គ្មានដែរស្របពេលនោះសំឡេងរថយន្តទំនើបក៏លាន់ឮដល់ខាងក្នុងបង្ហាញក្តីស្រឡាញ់មិនលាក់លៀមឡើយវិមានត្រហឹងស្រីបំរើព្រមទាំងអង្គរៈរត់ចេញទៅខាងក្រៅដើម្បីមើលសភាពការក្នុងនោះក៏មានវត្តមានស៊ីស៊ីម្នាក់ដែរតើមានរឿងអ្វីទៅសំឡេងស្រួយស្រេះបន្លឺសួរពីមាត់ទ្វារវិមានភ្នែកសម្លឹងទៅរបងវិមានដែលមានអង្គរៈព័ទ្ធជុំវិញដែលព័ទ្ធឡានខ្មៅក្រឹបនោះចិត្តបាទលោកជំទាវគឺឡានលោកម្ចាស់បើកចូលមកទាំងកំរោលលោកជំទាវចូលទៅខាងក្នុងវិញសិនទៅខ្លាចមានគ្រោះថ្នាក់ទៀតអង្គរៈដែលយាមនៅពីមុខវិមានក៏ឆ្លើយយ៉ាងសុភាពព្រមទាំងបារម្ភពីសុខទុក្ខសុវត្ថិភាពរបស់លូស៊ីត្បិតឡាននោះជាឡានរបស់ហ្វីលីបជាអ្នកបើកក៏ដោយតែក៏មិនប្រកាសថាហ្វីលីបងៅហ្វីលីបបើកឡានជន់មិនបង្អង់បើកឆ្ពោះទៅមុខរះសួនច្បារនៅក្បែរវិមានដោះតាមដងផ្លូវបាក់បែកខ្ទេចអស់រលីងឡានជន់បើករេពេញផ្លូវតម្រង់ទៅបុកបង្គោលសសរវិមានលាន់លើតែឆាងអើយទាំងស៊ូស៊ីទាំងស្រីបំរើស្រែកលាន់មាត់ផ្អើលឈរញ័រជើងបោកសម្លាញ់រឿងតូចញ័រមាត់ទៅត្រើតស្ទុះដើរទៅរកឡានទំនើបមិនគិតអ្វីទាំងអស់នាងដើរហើយក៏រត់ញាប់ទៅបេះដូងលោតញាប់ស្អែកទឹកភ្នែកច្រាចេញហូរតាមថ្ពាល់រឹមរូបភាពនាងពីអតីតកាលដូចទៅតែឆ្លងកាត់កាលពីប្រហែលឆ្នាំមុនតែហាក់នៅថ្មីសម្រាប់នាងហ្វីលីបលូស៊ីច្រាយភ្លាត់សំឡេងភ្នែកក្រហាយផ្សាភ្នែកស្រក់ទឹកភ្នែកតក់នាងរត់ទៅរកឡានកំពុងហុយផ្សាយទលំនិងលូកដៃកាត់ទ្វារឡានកំពុងតែជាប់គាំងនោះអារម្មណ៍ផាត់ភ័យលោតបុកញ័រពេញទ្រូងដឹបលោកម្ចាស់ហ្វីលីបលូស៊ីរត់ទៅទាញទ្វារបើកតែនាងបើកមិនចេញព្រោះជាប់លុកពីខាងក្នុងមានតែខំស្រែកនិងទះកញ្ចក់ទ្វារដើម្បីឲ្យគេបានឮទឹកភ្នែកហូររហាមផ្សែងហុយបាំងចិត្តនាងញ័រដៃទះកញ្ចក់ទ្វាររហូតមុតអំបែងកញ្ចក់ឡានមុតរហូតហូរឈាមរឹមតែនាងគ្មានអារម្មណ៍សំបីតែបន្តិចលោកជំទាវសំឡេងស្រែករបស់ជូហ្វេសស្រែកពីជ្រុងម្ខាងទៀតកំពុងតែរត់ចូលមកទាំងមុខមាត់បាយស្នាមជាំ